ពេលកាយ3មកខ្ញុំបានមកជុំទៅទៀតខ្ញុំមិនមានអន្តរាសាទៀតក្នុងវិជាមកបាក់ទៅទៀតរហូតដល់កាយ3មកប្រើអាវុធប្រភេទអ្វីការប្រគល់អាវុធក្នុងអង្គភាពអន្តរៈគឺឈ្មោះជួយចន្ទន់ជាអ្នកប្រគល់ឲ្យទៅសម័យជួយម្នាក់ដែលគាត់ពេញចិត្តខ្ញុំពុំបានដឹងថាឈ្មោះជួយចន្ទន់យកអាវុធទាំងអស់នោះទៅលក់ឬយកទៅធ្វើអ្វីខ្ញុំពុំដឹងទេបានឃើញចម្លើយខាងស្រីឈ្មោះអ៊ូសង្កត់ចុះថ្ងៃទី6ខែតុលាឆ្នាំ2011បញ្ជាក់ថាក្នុងឆ្នាំ2007-2008លោកឈឿនចន្ទថនបានលក់រថយន្តកម្រៃទឹកចំនួន4គ្រឿងលក់ឲ្យយ៉ាងណាតម្លៃប្រមាណខ្ញុំពុំបានដឹងទេមុនលក់ឈឿនចន្ទថនបានហៅខ្ញុំពិភាក្សាដែរតែខ្ញុំមិនឯកភាពទេរឿងសម្បត្តិរដ្ឋខ្ញុំមិនលូកលាន់ទេខ្ញុំមិនដឹងថាឈឿនចន្ទថនរាយការណ៍ទៅថ្នាក់លើឬអត់ហើយក៏មិនបានបង្កើតជាគណៈកម្មការអ្វីដែរហើយគាត់បានទិញឡានកូរ៉េ2តោនកន្លះចំនួន3គ្រឿងមកប្រើប្រាស់ក្នុងអង្គភាពតែលុយអ្នកណាទិញនោះខ្ញុំមិនដឹងទេគឺស្រេចតែគាត់ខ្ញុំមេបញ្ជាការរដ្ឋមានសិទ្ធិអ្វីទេរឿងអាវុធ78ដើមនោះខ្ញុំដឹងខ្លះដែរតែមិនដឹងពិតប្រកបចំនួនប៉ុន្មានដើមទេហើយការប្រគល់ចាំលោកអត់ឃើញនោះទេពីអ្នកនៃវិជាមួយនឹងប្រធានយុទ្ធសាស្ត្រវិស្វកម្មអ្នករឹងចឹងចំណុចនេះខ្ញុំគិតថាលោកមានកំណត់ទុច្ចរិតរំលោភនឹងចិត្តវិសេសជាមួយនឹងថ្នាក់ដឹកនាំជួនកាលជាបញ្ហាខាងការរបស់ក្រសួងការបរទេសដល់ហើយពេលទីម៉ៃនេះចាក់លងទៅមកចាក់ទៅរៀនចាក់ទៅចូលទៅចាក់នេះជាគូប្រចាំទៅយើងណាស្អីទៅចាក់ទៅណានេះចាក់តាមទៅបច្ចុប្បន្នមាន36នាក់នឹងមាននៅ